យ៉ាពួកមេរមើលកូនគេនោះតាឯងក៏បាត់មុខជាតិអញ្ចឹងចាំបើវាដេរថៃនាំមកជូនលោកអ្នកដោយចង់បានឡើងមកទៀតអត់ចង់បានឡើងមកទៀតអត់ជំរាបសួរបដិជគុណជំរាបសួរភូមិទេវតាខ្ញុំមានការសំខាន់មួយករណីណាទៅពាក់ព័ន្ធជាមួយនឹងខ្ញុំបានទៀនអត់ទេពាក់ព័ន្ធជាមួយកូនម្ចាស់ផ្ទះនេះតែប៉ុណ្ណោះអនុញ្ញាតឲ្យខ្ញុំបានជួបគេបន្តិចមកអូខ្ញុំបានជាអ្នកការពារផ្ទៃដីភូមិលំនៅមួយនេះប៉ុណ្ណោះចំណាយពាក់ព័ន្ធអ្វីទៅនឹងអ្នកអាស្រ័យក្នុងផ្ទះនេះសូមបដិជគុណជួបប្រស្រ័យជាមួយនឹងនាងម្ចាស់ជំនាញផ្ទះវិញចុះណាទៀនអូប្រសើរហើយបើដូច្នេះបាទទៀនចាំខ្ញុំទូលពិតទៅណែសូមគោរពប្រណិប័តលោកតាចាស់ស្រុកជំរាបសួរនាងអំបូរពុស្នុសូមលោកម្ចាស់មានប្រសាសន៍មកចោះកូនចៅម្នាក់នៅជំពាក់បំណន់ខ្ញុំចាដំណើរដាំទងចំណាក់ដៃលោកម្ចាស់ត្បិតនាងពៅបានក្បត់ពាក្យសច្ចៈគេថាថ្វាយក្រយ៉ាមន់ស្ងោឲ្យមកខ្ញុំអូដំណើរបែបនេះពិតជាធ្ងន់ធ្ងរមែនតែសូមលោកម្ចាស់អត់អោនលើសលួឲ្យគ្នាម្ដងណាទៀងប្រុសយើងជាអ្នករក្សាអបោសុតមួយម៉ាត់សុទ្ធតែប្រថាប់ត្រាទុកតម្កល់តវងត្រកូលដូច្នេះពាក្យមុសាអាក្រក់ជួជាតិណាស់នាងខ្ញុំសូមគោរពមនសិការរបស់លោកតាហើយតែក្នុងករណីឥឡូវសូមលោកម្ចាស់សម្រន់នៅលើការចោទប្រកាន់ទៅលើនាងពៅផងត្បិតនាងនៅវ័យក្មេងតែងភ្លៀងភ្លាត់បែរជាគិតស្មានថាលោកតាចាស់ស្រុកមិនតនឹកនីពីក្រយ៉ាបូជាប៉ុណ្ណឹងនោះទេសូមទានជ្រាបមែនហើយខ្ញុំមិនចង់បានមន់ស្ងោមួយដែលទុកមួយយប់ប្អូនអញ្ចឹងទេប៉ុន្តែខ្ញុំចង់បានសម្ដីទៀងត្រង់និងចង់ទូលមានឲ្យក្មេងស្គាល់មនុស្សចាស់ទុំខ្លះដែរសូមគោរពលោកម្ចាស់ហើយសូមទុកឱកាសឲ្យនាងខ្ញុំទៅក្រានរំលឹកដាស់តឿនគ្នាម្ដងចោះទៀនប្រោតាមបំណងរបស់នាងទៅចុះតែខ្ញុំនៅតម្កល់ពាក្យសច្ចៈរៀងដរាបទើបខ្ញុំឈរចរែងនៅចំពោះអំពើសុចរិតបានអរគុណហើយលោកម្ចាស់ពេញចិត្តរូបកាយយ៉ាងនេះដែរអត់ទេហេតុអីទៅបើអាប្រៃណាមានអីដែលអាក្រក់ជាងរូបកាយនោះទៅដឹងទេនៅក្បែរខ្លួនយើងនឹងទីទៅមើលគឺមនុស្សដែលខ្ញុំស្អប់វាត្រូវហើយប្រស្នានេះពិបាកណាស់គឺពាក្យមូសាអូមូសាបើត្រូវទៅកែតម្រូវពាក្យមូសាជាមួយនឹងអ្នកតាចាស់ស្រុកដែលការលៀបបំណន់ណាអូចាខ្ញុំនឹងខំប្រតិបត្តិតាមហើយអោនមកជំរះពាក្យមូសាចេញដើម្បីរៀបចំខ្លួនទៅលៀបបំណន់
ចាំមន់ទីសបាយមួយយ៉ាងដែរណាបងរួចមានផលប្រយោជន៍ផងហើយចុះបើបាត់វាមួយពុកម៉ែដឹងដែរទេច្បាស់ជាត្រូវបដៅហើយមិនត្រូវធ្វើឲ្យវាបាត់ទេរួចបើសិនគេសម្លាប់វាគេមានបាបដែរបងតែធ្វើបាបគ្នាធ្វើអីទៅជួយខ្ញុំម្ដងទៅបានអត់អត់តែបងទៅរួចមានអីខ្ញុំណាបងគឺត្រូវទៅលាបបំណផងគ្រាន់តែអញ្ចឹងក៏ចាំបាច់ពឹងបងដែរព្រោះត្រូវយកមន់ស្ងោរទៅថ្វាយអ្នកតាចាស់ស្រុកទៀតមន់ស្ងោរចាទៅរកមន់ស្ងោរពីណាវ៉ៃនោះកំប្រាប់ពុកម៉ែណាប្លឹមឡើងគាត់តែបានរាប់ចំនួនមន់ទៀតទុកអស់ហើយបងបើគាត់សួរមិនចេះថាឆ្កែហែកស៊ីទេអញ្ចឹងអូនឯងអ្នកកុហកគាត់ខ្លួនឯងទៅបងមិនហ៊ានទេណាហើយអូនឯងទេបតាប្រាប់បញ្ញត្តិយ៉ាងម៉េចខ្លះហើយត្រង់មិនឈ្នះផ្ទាល់ខ្វល់មិនឈ្នះខ្វះដែរទុកឲ្យខ្ញុំអ្នកផលក៏បានដែរនេះណែចាំបានស្រាញ់ហ្នឹងយកទៅចាំមិនខ្ញុំចាប់ច្រឡំអីទៅបានជ្រុញរីទាំងអស់គ្នាអញ្ចឹងបើយើងចំណេញវិញពូអត់ទេមកនាំគ្នាចាំមកធ្វើអីចាម៉ែផ្ដាំឲ្យក្រុងវាទុកចាព្រោះវាដើរតែច្រាស់គេឯងមើលទៅវាដូចជាមិនតាន់ពេចខ្នាយផងគេត្រៃក្រុងវាទុកពីឥឡូវបង្ការគ្រោះថ្នាក់អីពិតជាមានវិធានការល្អមែនចាពិតជាត្រូវលោកតាសូមកុំអស់ពាក្យមុសាតាមចនកាយនាងខ្ញុំទៀតតាមពិតគូតែលោកតាជ្រាបតបាត់កូនចៅដុតដៃដុតជើងតម្រាំតែរកបានមកថ្វាយឥឡូវសូមលោកតាជួយនាងខ្ញុំកុំឲ្យត្រូវរំពាត់ពុកម៉ែបានហើយថ្ងៃមុខកុំឲ្យចាស់ស្រីមានកំណត់ផូតកុហកពុកម៉ែទៀតព្រោះភូតផលចាស់ទុំចៅដេកពំលក់ទេចេះតែមកមើលមកមីយល់សັບចម្លែកលោកតាអើយសូមអនុញ្ញាតឲ្យខ្ញុំបដៅកូនចាញ់បន្តិចខ្លាំងធំភីបាមកចាប់មន់ស្ងោតទៅលោកតាសេពសៅរួចហើយចាម៉ែក្រន់បានណាស់តានេះហ៊ានលួចម៉ែឪយកមន់មកបន់ស្រន់ដើម្បីគ្រាន់តែផលប្រយោជន៍អ្នកដទៃប៉ុណ្ណោះឯងស្មានថានាងសយអីអស់ហ្នឹងរកមន់មកសងឯងវិញហ៎ឯងកុំគិតថាលោកតាចាស់ស្រុកត្រូវការដង្វាយលួចគេបែបហ្នឹងអីកូនឯងនេះដូចជាពេកណាស់ហើយសុំទោសម៉ែ
លោកតាហើយដែលបានបេះពីមាត់បង្រត់ពីកឲ្យកូនចៅជន់នេះសូមកុំចង្អុលមកចៅប្រាប់ម៉ែឯងណាលោកតាណាសតមកនារីកាន់ណាណែក្មួយធនណាពុំបានបេះបួយប្រាប់ម៉ែអីទេតែម៉ែបាត់មន់ទើបម៉ែមកតាមដានកុំឲ្យគេផ្ដេសផ្ដាសណាឈប់មាត់ឆាប់ណាបងបានអង្វរសុំខមាទោសពីលោកតារួចរាល់អស់ហើយក្រែងលោកទៅថាអ៊ំអ្នកបង្គាប់ឲ្យក្រុមមកទុកនោះអីណ៎ឃើញទេមាត់នឹងវាចលោកតាអើយថ្ងៃមុខថ្ងៃក្រោយបើឃើញក្មេងកំហូចនេះមកអង្វរកទៀតកុំស្ដាប់វាអីម៉ែបើចង់តវ៉ាណាទៅជួបពុកកូនឯងទៅម៉ែអូមកហើយមកណែម៉ែច្រើនណាស់ណ៎ថ្ងៃនេះមកហូបច្រើនមុខណាស់អើវាអើយមកឈប់សិនទៅកុំអាចធ្វើការអីមកហូបបាយហូបទឹកសិនលាងដៃលាងជើងទៅអើវាខ្ញុំទៅแล้วអើយមកតន់បាយនៅក្តៅមករួចបានមកហូបអីថ្ងៃនេះណែមុខជាឆ្ងាញ់ហើយអើវាចាតែគេដាំស្លខ្លួនឯងណាពុកក្រាន់បាមែនណាមកហូបអីនោះកូនអូច្រើនមុខណាស់នេះចាមកជួយសាច់មាន់ពុកនិងមាន់ចិនផងណាពុកអូអីក៏ច្រើនមុខមែនកូនសុទ្ធតែសាច់មាន់ទៀតមើលឆ្ងាញ់ហើយមើលទៅមានរសជាតិមែនបានមកពីណាកូនអូសាច់ផុយនេះសម្លជូរជ្រះមាត់ទៀតហើយចុះមាន់ព្រៃឬក៏មាន់ស្រែម៉ែវាគឺមាន់យើងនឹងណាពុកវាចាអាចែមាន់យើងវាឈឺណាពុកអូចឹងទេហូបបាយទៅកូននាំគ្នាត្រឡប់ទៅផ្ទះមើលមាន់មើលទាកុំឲ្យវាកាយដំណាំដំណោចណាកូនចាបងចាំមិនបងយើងឈៀងទៅរកស្វាយសិនទៅហើយខ្ជិលណាស់ហើយដើរតែបន្តិចទៅដល់មកដុំនោះហើយនោះហើយនាំគ្នាដើរលេតែតែខំពុកម៉ែដឹងមកជំរាបរឿងធំមិនខានថាមិនអីទេល្ងាចទៅគាត់មកផ្ទះហើយមិនដឹងជាឯងឃ្លានស្វាយអីដែរណាហើយមិនទៅក៏ហីទៅឆាប់សិនទៅចាំបងផងអូយស្វាយផ្លែធំណាស់អូណូណូនេះធំណាស់បងតាជើងរះទៀតនេះបងគេហៅយើងមែនឬក៏មិនមែននោះមានឯណាណោពួកគេហៅយើងហើយកុំនាំនិយាយប្តេជ្ញាផ្ដាស់តែបងស្គាល់ពួកគាត់អត់ហ្នឹងបើពើស្គាល់បងក៏ស្គាល់ដែរមិនបាច់ញ៉ាយច្រើនទេណាអ្នកបងយើងចូលទៅចិត្តគាត់បន្តិចមើលស្គាល់ទេនាងនេះ